តាមអ្នកប្រុសលីគឺរាល់ថ្ងៃដូចបុណ្យចូលឆ្នាំអីចឹងមានសាច់ស៊ីរាល់ពេលហើយមានភ្នក់ភ្លើងកម្ដៅខ្លួនទៀតក្រុងសឹងនេះអញអាចការពារបានមួយជីវិតមេបញ្ជាការមិនអាចឡំពាត់ទៀតទេផ្លូវដឹកជញ្ជូនស្បៀងរបស់យើងត្រូវកងឈ្លប់សម្ងាត់របស់លីហ្វុងដុតចោលហើយក្នុងកងទ័ពមានអ្នកអស់ស្លាប់និងឈឺស្លាប់ដល់ទៅ20000នាក់ហើយបើក្រុមប៉ុន្មានថ្ងៃទៀតទូទាហានមិនបះបោក៏កងទ័ពរលីខ្លួនឯងដែរថ្ងៃស្អែកព្រលឹមឡើងផ្ញើសារបញ្ជាទៅកងទ័ពទាំងអស់ប្រមូលកម្លាំងដែលនៅសល់ទាំងអស់វាសម្រុកលើកចុងក្រោយជាមួយអញបើមិនបំបែកក្រុងបានទេគឺអញស្លាប់ឡំពាត់អស់1ខែហើយទាហានថ្មី3000នាក់ដែលយើងរើសបានក៏ដល់ពេលត្រូវឃើញឈាមខ្លះហើយបញ្ជាបន្តទៀតជំរះការដ្ឋានស៊ីម៉ង់នៅទ្វារខាងជើងពេញមួយយប់ថ្ងៃស្អែកព្រលឹមបើកទ្វារក្រុងកងទ័ពទាំងអស់រៀបជួរចេញទៅប្រយុទ្ធសេះចម្បាំងរបស់អញវាសម្រុកតែមួយលើកគឺអាចកិនពួកឯងឲ្យទៅជាសាច់ជ្រូកបានហើយកងទ័ពទាំងអស់វាសម្រុកចូលទៅជួរទី1លើកកំភ្លើងបាញ់ជួរទី1ថយក្រោយបញ្ចូលគ្រាប់ជួរទី2ឡើងមកមុខបាញ់ជួរទី3ឡើងមកមុខបាញ់ឯងគឺជាស្អីឲ្យប្រកាសខ្ញុំជាស្អីអញ្ចឹងឬខ្ញុំជាអ្នកមកយកជីវិតឆ្កែរបស់ឯងនិងការពារប្រជាជននៅក្នុងក្រុងមួយនេះនាំវាចុះទៅឃ្លាំមើលឲ្យបានហ្មត់ចត់កងទ័ព100,000នាក់ខ្ញុំឡើងសោយរាជ30ឆ្នាំមកនេះមហាឈានមិនដែលធ្លាប់មានជ័យជំនះដ៏អស្ចារ្យយ៉ាងនេះទេលីហ្វេងតើលីហ្វេងម្នាក់នេះជានរណាឲ្យប្រកាសអំណាចរបស់លីហ្វេងតុលាការមិនអាចគ្រប់គ្រងបានឡើយព្រះអង្គសូមស្ងប់ព្រះទ័យរបាយការណ៍សង្គ្រាមនេះប្រកាសជាមានការសង្ស័យកងទ័ពសេះដែក100,000នាក់របស់តាចិនតើអាចត្រូវកងទ័ពថ្មីតែ3000នាក់វាបរាជ័យយ៉ាងដូចម្តេចនេះជាការរាយការណ៍ភូតផលទូបង្គំបានទទួលរបាយការណ៍សម្ងាត់ថាលីហ្វេងមានបិសាចដែលមិនស្គាល់អត្តសញ្ញាណហើយនៅទីក្រុងខេត្តគេគ្រប់គ្រងតែម្នាក់ឯងថ្ងៃនេះគេអាចប្រើបិសាចនោះសម្រាប់ពួកម៉ានប្រហែលជាថ្ងៃស្អែកគេអាចប្រើវាបាញ់ប្រហារទីក្រុងលូទូបង្គំសូមអំពាវនាវដល់ព្រះអង្គសូមចេញរាជការភ្លាមដកហូតអំណាចយោធារបស់លីហ្វេងចាប់ខ្លួនមកទីក្រុងលូហើយប្រហារជីវិតយ៉ាងឃោរឃៅសម្រាប់លីហ្វេងការសម្លាប់អ្នកមានគុណនឹងធ្វើឲ្យមនុស្សក្នុងលោកអស់សង្ឃឹមព្រះអង្គសារសម្ងាត់ពីព្រះនាងច្បងបានមកដល់ហើយសមត្ថភាពរបស់លីហ្វេងអាចប្រៀបផ្ទឹមនឹងអាទិទេពគេបានយល់ព្រមថ្វាយវិជាបកលន់និងដៃថែបដល់រាជវង្សប្រសិនបើព្រះរាមអាចទទួលបានបុគ្គលនេះការបង្រួបបង្រួមពិភពលោករបស់មហាឈានគឺនៅចុងច្រមុះនេះឯង